Ban គោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺកូនមន់ចំនួន100ក្បាលហើយថ្ងៃមុនខ្ញុំអត់តាន់បានធ្វើទ្រុងហើយឥឡូវធ្វើទ្រុងសម្អាតទ្រុងហើយបានស្អាតឥឡូវដាក់ចូលទ្រុងហើយទ្រុងថ្មីបាទទ្រុងលើដីបងប្អូនមានកាមតែយើងចាក់សាពីក្រោមបងប្អូនបាទថ្ងៃនេះខ្ញុំចង់ចែកម្លែកនៅការធ្វើទ្រុងពុកម៉ែបងប្អូនអាចធ្វើទ្រុងបែបនេះបានបាទគឺទ្រុងទៅតឹងថ្ងៃណាតាមបច្ចេកទេសមិនបានត្រូវធ្វើទៅតឹងថ្ងៃព្រោះទៅតឹងថ្ងៃពុកម៉ែបងប្អូនឃើញពេលថ្ងៃមកពីខាងកើតកូនមន់អាចទៅហាលខ្លួនបានទៅសដិលខ្លួនបានហើយថ្ងៃមកពីខាងលិចក៏កូនមន់អាចហាលខ្លួនបានអញ្ចឹងធ្វើឲ្យកូនមន់យើងសុខភាពល្អហើយអត់មានជំងឺនៅក្នុងទ្រុងទេព្រោះទ្រុងយើងអាចស្ងួតបានរហូតពេលភ្លៀងបងប្អូនត្រូវបិទបាំងតង់ដូចគ្នាអញ្ចឹងការបិទបាំងនៅតែសំខាន់ដូចខ្ញុំចែកម្លែកវីដេអូមុនអញ្ចឹងហើយវីដេអូនេះគ្រាន់តែចង់បង្ហាញពុកម៉ែបងប្អូនថាយើងអាចធ្វើទ្រុងត្រឹមត្រូវតាមស្តង់ណាគឺទ្រុងទៅតឹងថ្ងៃបងប្អូនធ្វើមិនម៉ូតមិនក៏បានដែរតែធ្វើទៅតឹងថ្ងៃបងប្អូនទាំងអស់គ្នាហើយមើលកូនមន់ខ្ញុំបាទសុខភាពល្អណាស់សុបាយវាកាយកាមលេងបងប្អូនហើយយប់ឡើងយើងអាចផ្ដល់កម្ដៅថែមបន្តិចទៀតព្រោះវានៅទូចចឹងណាបងប្អូនអាចដាក់ខ្ជូងកម្ដៅក៏បានបើសិនជាមានលទ្ធភាពបងប្អូនអាចដាក់អំពូលឲ្យវាមានភាពកក់ក្ដៅព្រោះយប់ត្រជាក់ពេលយប់ត្រជាក់បងប្អូនទាំងអស់គ្នាបាទហើយការចែកម្លែករបស់ខ្ញុំក្នុងវីដេអូនេះគឺមានតែមួយចំណុចទេបងប្អូនគឺការសាងសង់ទ្រុងបាទការសាងសង់ទ្រុងរបស់យើងគឺយើងត្រូវធ្វើទៅតឹងថ្ងៃណាបងប្អូនណាជាក់ហើយជាក់ទៀតគឺយើងសាងសង់ទៅតឹងថ្ងៃបាទអរគុណច្រើនបងប្អូនឥឡូវទស្សនាកូនមន់ខ្ញុំលេងទៅឃើញថាវាមានសុខភាពល្អហើយខ្ញុំចែកម្លែកតែប៉ុណ្្នឹងទេវីដេអូមួយនេះហើយនឹងនៅមានវីដេអូក្រោយៗទៀតសូមបងប្អូនជួយតាមដានចុចតាមដានទាំងអស់គ្នាបងប្អូន